มาสการจำปัวประเทศรานเทระกุกปองยามานโปญาติโยมเจียพุทธบริษัทแต่งอ๋อเนี่ยថ្ងៃនេះជាថ្ងៃទី17ណាខែ10ឆ្នាំ2025នាបរិវេណវត្តរស្មីខេមរារាមណាហើយអាកាសធាតុត្រជាក់ញាតិញោមដូចញាតិញោមបានឃើញហើយទោះបីជាអាកាសធាតុមានពន្លឺថ្ងៃប៉ុន្តែរឿងត្រជាក់ណាក្នុងថ្ងៃនេះផងដែរអាត្មាភាពនឹងផ្ដិតយកទស្សនភាពទាំងស្រុងនាបរិវេណវត្តរស្មីខេមរារាមនៅក្នុងប្រទេសអ៊ីតាលីជូនញាតិញោមទាំងអស់គ្នាបានស្គាល់ទាំងអស់គ្នាបងណានេះទស្សនភាពនៅខាងមុខវត្តរស្មីខេមរារាមខ្មែរអ៊ីតាលីបានពោទាំងអស់នេះសុទ្ធតែជាត្រៃជីវរដែលប្រសង់លោករៀបចំដែលញាតិញោមពុទ្ធបរិស័ទទាំងអស់បានចូលរួមជាវដើម្បីប្រគេនប្រសង់គង់ចាំព្រះវស្សាទីអាវាសវត្តរស្មីខេមរារាមប្រទេសអ៊ីតាលីនៅថ្ងៃនេះផងដែរថ្ងៃទី17នេះប្រសង់ព្រមទាំងពុទ្ធបរិស័ទបានរៀបចំចងទង់សាសនាទង់ប្រជាជាតិកម្ពុជាមានទង់ប្រទេសអ៊ីតាលីផងដែរដើម្បីរៀបចំសម្រាប់កម្មវិធីបុណ្យកឋិនទាននាថ្ងៃខាងមុខផងដែរបងហើយវត្តរស្មីខេមរារាមខ្មែរអ៊ីតាលីនេះផងដែរគឺមានបរិវេណវត្តធំយ៉ាងណានេះនៅខាងមុខទេណាបងណានៅខាងមុខទេបងនេះទស្សនវិជ្ជាខាងមុខនៅពេលរៀបចំបុណ្យកឋិនអីយប់ឡើងអញ្ចឹងទៅញាតិញោមពុទ្ធបរិស័ទនាំគ្នារំច្រៀងបទប្រពៃណីអញ្ចឹងទៅបងនៅទីធ្លាខាងនេះឯងបងនៅទីធ្លាខាងនេះឯងហើយខាងនេះផងដែរគឺជាព្រះវិហារវត្តព្រះវិហារវត្តរស្មីខេមរារាមនៅក្នុងនេះមានតុបតែងរូបពុទ្ធប្រវត្តិផ្សេងណាទៅតាមសម័យកាលបងណាទៅតាមសម័យកាលមួយអញ្ចឹងទៅបងមានដាក់កន់ទី2ទី3កន់ទី4កន់ទី5ទៅតាមសាច់រឿងនីមួយទៅតាមជាតិកំណើតរបស់ព្រះសម្មាសម្ពុទ្ធផងដែរបងខាងក្រោមនេះគឺមានទូដាក់ព្រះត្រៃបិដកណាឯកសារផ្សេងសភៅផ្សេងសម្រាប់សិក្សារៀនសូត្រសម្រាប់ប្រសង់ពុទ្ធបរិស័ទដែលរស់នៅក្នុងប្រទេសអ៊ីតាលីផងដែរបងនៅខាងនេះគឺមានរៀបចំប្រវត្តិមាពុទ្ធជាម្ចាស់បរមគ្រូនៃយើងនៅឃើញស្រស់ស្អាតណាស់ញាតិញោមមានឆោពន្ធរាំងសីញាតិញោមពុទ្ធបរិស័ទនៅខេត្តនៅវត្តនេះគឺស្រស់ស្រួលគ្នាណាស់អញ្ចឹងហើយបានជាមានការរីកចម្រើនមកណាមានការរីកចម្រើនខ្លាំងណាស់នៅនេះជំរាបពរញាតិញោមពុទ្ធបរិស័ទទាំងអស់នេះក៏ទស្សនវិជ្ជាខាងក្រោយវត្តអញ្ចឹងពេលពុទ្ធបរិស័ទអញ្ជើញមកកាន់វត្តរស្មីខេមរារាមខ្មែរអ៊ីតាលីគឺចូលតាមផ្លូវក្រោយនេះគឺយើងមានខ្លោងទ្វារនៅខាងនេះខ្លោងទ្វារវត្តរស្មីខេមរារាមតាំងពីព្រឹកមិញពុទ្ធបរិស័ទបានរៀបចំតុកៅអីរួចជាស្រេចណាដើម្បីស្រស់ស្រូបអាហារជុំគ្នាញាតិញោមមើលទៅតុកដឹងហើយថាពុទ្ធបរិស័ទចំណុះជើងវត្តរស្មីខេមរារាមណាច្រើន
ច្រើនសាមគ្គីគ្នាច្រើនខ្មែរយើងទៅដល់ណាក៏ចេះសាមគ្គីគ្នាជាធ្លុងមួយនៅក្នុងជាតិជាខ្មែរនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធសម្ណាក់ពោធិបយើងនេះតែទស្សនវិជ្ជាខាងក្រោយនេះគឺដីរបស់វត្តដីរបស់វត្តធំដីរបស់វត្តធំហ្នឹងញោមអាចារ្យពុំកាត់ស្មៅហ្នឹងញោមអាចារ្យពុំកាត់ស្មៅធ្វើតារាងបើគាត់បានហើយនៅខាងនេះហើយមានដើមឈើហូបផ្លែនេះញោមមានដើមឈើហូបផ្លែទន្លាប់នេះផ្លែទន្លាប់ខ្ញុំហត់ឃើញផ្លែទន្លាប់នេះបងទុំហ្នឹងនេះបើសិនជាពុទ្ធវត្តសាគាត់ចង់ពិសាមើលតែទុំមានសគាលគាត់បេះយកបន្ទុំវាមិនទុំលើដើមទេនេះណាទុំលើដើមវាធ្លាក់មកវាជ្រាយចឹងទេញាតិញោមចង់ពិសាអីគាត់បេះយកទៅអានេះចាស់ខ្លាំងអញ្ចឹងណាបងហ្នឹងហើយដើមទន្លាប់ផ្លែទន្លាប់នេះផ្លែទន្លាប់នេះដើមទន្លាប់ចឹងទេនៅទីលានខាងក្រោយនេះនៅពេលកម្មវិធីបុណ្យធំដូចជាបុណ្យចូលឆ្នាំខ្មែរបុណ្យកាន់បិណ្ឌជុំបិណ្ឌបុណ្យកឋិនអីគឺញាតិញោមមកច្រើនគឺចតឡាននៅទីនេះឯងចូលមកចតឡាននៅទៅនឹងទាំងអស់គ្នាដាក់ឡានបានច្រើនណាចឹងដីវត្តធំផ្ទះនៅខាងមុខពីរល្វែងជាប់គ្នា